សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកស្វែងយល់អំពីបច្ចេកទេសក៏ដូចជាការចំណូលចំណាយនិងចំណេញចំពោះអាជីវកម្មចិញ្ចឹមទាតៃវ៉ាន់ទាំងអស់គ្នាការចិញ្ចឹមទាតៃវ៉ាន់សម្រាប់ផ្គត់ផ្គង់សាច់នៅលើទីផ្សារជាជម្រើសដ៏ល្អបំផុតដោយសារសត្វទាអាចធំធាត់លឿននិងសាច់មានគុណភាពខ្ពស់ឆាប់ប្រមូលផលក្នុងរយៈពេលត្រឹមតែ45ទៅ50ថ្ងៃនៅក្នុងសាច់ទាមានសារធាតុខ្លាញ់តិចនិងមានតម្រូវការទីផ្សារខ្ពស់ការចិញ្ចឹមសត្វទាតៃវ៉ាន់កសិករងាយស្រួលផ្ដល់ចំណីដោយទាចូលចិត្តរស់នៅក្បែរប្រភពទឹកនិងស្វែងរកចំណីទាំងក្នុងទឹកនិងលើគោកហើយអាចធន់ទ្រាំនឹងអាកាសធាតុត្រជាក់បានដើម្បីចិញ្ចឹមទាតៃវ៉ាន់ទទួលបានជោគជ័យនិងទិន្នផលខ្ពស់ទាមទារឲ្យកសិករចិញ្ចឹមត្រូវគិតគូរពីការជ្រើសរើសកូនទាពូជរបៀបថែទាំសុខភាពជ្រើសរើសចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងរបៀបផ្ដល់ចំណីទៅតាមដំណាក់កាលនៃការលូតលាស់របស់សត្វទាការប្រើប្រាស់ថ្នាំវ៉ាក់សាំងនិងទីធ្លាចិញ្ចឹមមានលក្ខណៈសមស្របនឹងការអនុវត្តលំដាប់លំដោយបច្ចេកទេសចិញ្ចឹមដែលទទួលបានពីអ្នកបច្ចេកទេសក្រុមហ៊ុនចំណីនិងអ្នកផ្គត់ផ្គង់កូនទាដែលមានបទពិសោធន៍ជាយូរឆ្នាំការជ្រើសរើសកូនទាតៃវ៉ាន់លក្ខណៈសម្គាល់ភិនភ័យរបស់កូនទាតៃវ៉ាន់គឺមានរោមពណ៌លឿងពេលនៅតូចនិងប្ដូរជាពណ៌សនៅពេលធំឡើងចំពុះនិងជើងមានពណ៌ទឹកក្រូចមានទ្រូងទូលាយក្បាលធំនិងមូលហើយមានអាកប្បកិរិយាស្ងប់ស្ងាត់កត្តាសំខាន់នៃការជ្រើសរើសកូនទាតៃវ៉ាន់មានដូចជាត្រូវមានប្រភពច្បាស់លាស់ពីកន្លែងភ្ញាស់កូនទាត្រឹមត្រូវជ្រើសរើសកូនទាដែលមានអត្រាឈ្មោលខ្ពស់មានដងខ្លួនវែងនិងអត្រាធំធាត់លឿនមានរោមភ្លឺរលោងនិងភ្នែកភ្លឺថ្លាជើងមានទ្រង់ទ្រាយល្អមិនមានស្នាមរបួសពូកែស៊ីចំណីផឹកទឹកមានសុខភាពល្អនិងមិនមានជំងឺឬមិនធ្លាប់កើតជំងឺឆ្លងប្រភេទទាតៃវ៉ាន់ជាពូជទាដែលល្អសម្រាប់ផលិតកម្មសាច់ទាតៃវ៉ាន់អាយុ6ទៅ8សប្តាហ៍អាចមានទម្ងន់ចន្លោះពី2គីឡូកន្លះទៅ3គីឡូកន្លះក្នុងមួយក្បាលការរៀបចំទីជម្រកទាតៃវ៉ាន់យើងត្រូវមានទីធ្លាបិទជិតពីព្រោះវាមានសុវត្ថិភាពការពារសត្វកាចផ្សេងៗកាត់បន្ថយការឆ្លងជំងឺពីខាងក្រៅងាយស្រួលក្នុងការគ្រប់គ្រងដូចជាផ្ដល់ចំណីនិងការផ្ដល់វ៉ាក់សាំងនិងងាយស្រួលនៅក្នុងការប្រមូលផលការសាងសង់ទ្រុងសង់ទ្រុងទាពីសម្ភារៈងាយស្រួលរកទីតាំងស្រួលថែទាំទូលាយដីមិនស្ងួតមិនដក់ទឹកនិងមិនមានទឹកហូរឆ្លងកាត់មានប្រភពទឹកស្អាតមានម្លប់ជ្រោកនិងការពារពីខ្យល់បក់ខ្លាំងសង់ទ្រុងមានទទឹង10ម៉ែត្របណ្ដោយ60ម៉ែត្រនិងដំបូលមានកម្ពស់ពីដី3ម៉ែត្រករណីចិញ្ចឹមទាតៃវ៉ាន់2000ក្បាលការរៀបចំអាងទឹកសប្បនិមិត្តសម្រាប់ទាតៃវ៉ាន់ករណីកន្លែងចិញ្ចឹមទាតៃវ៉ាន់មិនមានត្រពាំងឬស្រះទឹកនោះកសិករត្រូវតែរៀបចំអាងទឹកដោយពុះធុងជ័រជា2ចំណែកឬចានដែកដាក់ទឹកឲ្យទាតៃវ៉ាន់លេងនិងសម្រាប់លាងសម្អាតខ្លួនជាប្រចាំអ្នកចិញ្ចឹមទាគួរផ្លាស់ប្ដូរទឹកអាងចេញពី1ទៅ2ដងក្នុងមួយថ្ងៃអាស្រ័យទៅលើភាពកខ្វក់របស់ទឹកដើម្បីឲ្យទាមានសុខភាពល្អកសិករត្រូវជីកមាត់អាងខាងលើក្នុងទំហំទទឹងនិងបណ្ដោយចាប់ពី1ម៉ែត្រឬលើសនេះក៏បាននិងផ្ទៃបាតស្រះធ្វើរាងជម្រាលមុំ45ដឺក្រេជម្រៅ 0.25 ទៅ 0.3 ម៉ែត្រជីកមាត់អាងខាងលើក្នុងទំហំទទឹងនិងបណ្ដោយចាប់ពី1ម៉ែត្រឬលើសនេះក៏បាននិងផ្ទៃបាតស្រះធ្វើរាងជម្រាលមុំ45ដឺក្រេជម្រៅ 0.25 ទៅ 0.3 ម៉ែត្រការថែទាំកូនទាតៃវ៉ាន់កូនទាតៃវ៉ាន់ទើបញាស់ត្រូវការដល់ទឹកចំណីនិងមានខ្យល់អាកាសចេញចូលល្អរៀបចំដាក់កូនទាតៃវ៉ាន់តូចៗឲ្យបានកក់ក្ដៅ
គុនទាតៃវ៉ាន់ត្រូវចិញ្ចឹមកន្លែងមានសុវត្ថិភាពមិនមានសត្វកាចសាហាវឬសត្រូវផ្សេងៗមកបំផ្លាញមិនត្រូវឲ្យកូនទានៅក្រោមទឹកភ្លៀងនោះទេព្រោះកូនទាពុំអាចទប់ទល់នឹងអាកាសធាតុត្រជាក់បានត្រូវផ្ដល់កម្ដៅបន្ថែមដូចជាអំពូលភ្លើងឬក្អមធ្យូងនៅពេលអាកាសធាតុចុះត្រជាក់ជាងធម្មតាដាក់កូនទាតៃវ៉ាន់ក្នុងទីធ្លាចិញ្ចឹមនិងកន្លែងដេកស្របទៅតាមមាត្រអាយុនិងទំហំដងខ្លួនបរិមាណអតិបរមានៃដង់ស៊ីតេដាក់ទាតៃវ៉ាន់ចិញ្ចឹមក្នុងទ្រុងប្រសិនបើមានទីធ្លាបិទជិតនៅអាយុក្រោមមួយសប្តាហ៍មានតម្រូវការសីតុណ្ហភាព32ទៅ34អង្សាសេដង់ស៊ីតេដាក់ចិញ្ចឹមចន្លោះពី20ទៅ30ក្បាលក្នុង1ម៉ែត្រការ៉េនៅអាយុចន្លោះពី1ទៅ4សប្តាហ៍ត្រូវការសីតុណ្ហភាព29ទៅ31អង្សាសេដង់ស៊ីតេដាក់ចិញ្ចឹមចន្លោះពី10ទៅ20ក្បាលក្នុង1ម៉ែត្រការ៉េនៅអាយុចន្លោះពី4ទៅ6សប្តាហ៍ត្រូវការសីតុណ្ហភាព28ទៅ30អង្សាសេដង់ស៊ីតេដាក់ចិញ្ចឹមចន្លោះពី5ទៅ10ក្បាលក្នុង1ម៉ែត្រការ៉េនិងនៅអាយុចាប់ពី6សប្តាហ៍ឡើងទៅត្រូវការសីតុណ្ហភាពចន្លោះពី26ទៅ28អង្សាសេនិងដង់ស៊ីតេដាក់ចិញ្ចឹមចន្លោះពី3ទៅ5ក្បាលក្នុង1ម៉ែត្រការ៉េទឹកនិងចំណីទាតៃវ៉ាន់តម្រូវការសារធាតុចិញ្ចឹមរបស់ទាតៃវ៉ាន់ក៏មិនខុសគ្នាពីបក្សីផ្សេងៗផងដែរដើម្បីលូតលាស់ធំធាត់បន្តពូជទាត្រូវការសារធាតុចិញ្ចឹមសំខាន់ៗដូចជាទឹកប្រូតេអ៊ីនថាមពលវីតាមីននិងសារធាតុរ៉ែដែលមាននៅក្នុងបន្លែបៃតងគ្រាប់ធញ្ញជាតិសម្បកក្តាមខ្យងខ្ចៅដង្កូវនិងសត្វល្អិតផ្សេងៗផងដែរកម្រិតប្រូតេអ៊ីនសម្រាប់ទាតៃវ៉ាន់អាស្រ័យទៅតាមអាយុរបស់ទាមានដូចជាការផ្ដល់ចំណីដល់កូនទាតៃវ៉ាន់តូចៗត្រូវធ្វើឡើងបន្ទាប់ពីកូនទាញាស់បាន24ម៉ោងកូនទាអាយុពី1ថ្ងៃទៅ3សប្តាហ៍ត្រូវការកម្រិតប្រូតេអ៊ីនខ្ពស់ចន្លោះពី20ទៅ22% ដើម្បីចិញ្ចឹមសារពាង្គកាយនិងលូតលាស់យ៉ាងឆាប់រហ័សអាយុទាចាប់ពី3សប្តាហ៍ទៅ8សប្តាហ៍ត្រូវការកម្រិតប្រូតេអ៊ីនពី16ទៅ18% ដើម្បីជួយដល់ការលូតលាស់និងមិនធ្វើឲ្យទាថត់ពេកនោះទេនៅអាយុចាប់ពី8សប្តាហ៍រហូតដល់ពេលលក់ត្រូវការប្រូតេអ៊ីនក្នុងកម្រិត14ទៅ16% សម្រាប់ការលូតលាស់ធំធាត់ដើម្បីលក់ផ្គត់ផ្គង់តម្រូវការជាទាសាច់តម្រូវការទឹកមានសារៈសំខាន់ចូលរួមជួយដំណើរការលូតលាស់របស់សត្វទាទឹកធ្វើឲ្យចំណីទន់និងជួយដល់ការរំលាយអាហារការស្រូបនិងការដឹកជញ្ជូនសារធាតុចិញ្ចឹមទៅគ្រប់សរីរាង្គទាតៃវ៉ាន់ផឹកទឹកមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យការរំលាយអាហារមិនបានល្អមិនមានភាពស្វាហាប់និងរហ័សរហួនជំងឺការការពារនិងការថែរក្សាសុខភាពទាតៃវ៉ាន់សត្វទាតៃវ៉ាន់តែងជួបប្រទះជំងឺជាញឹកញាប់មួយចំនួនដូចជាជំងឺដាសាយបក្សីរោគសញ្ញាមានដូចជាទាមានអត្រាងាប់ខ្ពស់ងាប់លឿនរោគសញ្ញាឬស្លាកស្នាមមិនអាចកើតមានសភាពងងុយដេកក្បាលសំយ៉ងចុះប៉ះដីភ្នែកឡើងសត្របកភ្នែកហើមរាគលាមកពោះសជំងឺផ្ដាសាយបក្សីនេះមិនមានថ្នាំព្យាបាលនោះទេវិធីសាស្ត្រការពារយើងត្រូវអនុវត្តវិធានជីវសុវត្ថិភាពចំពោះសត្វចិញ្ចឹមក្រុងបក្សីដែលទិញពីផ្សារឬនាំមកថ្មីឲ្យនៅដាច់ដោយឡែកមុនពេលដាក់ចូលទៅក្នុងវងទេឲ្យផ្ទុកជំងឺយ៉ាងស្ងៀមស្ងាត់និងឆ្លងទៅបក្សីក្នុងភូមិបណ្ដាលឲ្យផ្ទុះជំងឺចិញ្ចឹមបក្សីដាក់ទ្រុងប្រើសំណាញ់ព័ទ្ធជុំវិញដើម្បីជៀសវាងការប៉ះពាល់ជាមួយបក្សីព្រៃវីរុសឆ្លងតាមរយៈស្បែកជើងសម្លៀកបំពាក់និងដៃដូច្នេះយើងត្រូវលាងដៃនិងសម្អាតស្បែកជើងជាមួយសាប៊ូមុនពេលចូលទៅក្នុងកសិដ្ឋានចិញ្ចឹមដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្នុងការចម្លងមេរោគ
ជំងឺបេះទាតៃវ៉ាន់ជំងឺនេះបណ្ដាលមកពីវីរុសមេរោគនៃជំងឺបេះចូលចិត្តរស់នៅក្នុងពោះវៀននិងកន្សោមពងរីឯខាងក្រៅខ្លួនវាចូលចិត្តរស់នៅក្នុងទឹកមានរោគសញ្ញាដូចជារយៈពេលបង្កជំងឺពី2ទៅ10ថ្ងៃលើទាគ្រប់វ័យអត្រាស្លាប់មានដល់100%ទាដែលមានវ័យចាស់ទទួលជំងឺខ្លាំងជាងទាក្មេងទាសំកុកដេកផ្ទាល់នឹងដីមិនសូវធ្វើចលនាធ្លាក់ស្លាប់មានសម្បោរចេញពីច្រមុះរង្វង់ភ្នែកក្រហមចំរាគលាមុខមានសន្តានជាទឹកឬជារឈាមរោមមានប្រឡាក់ដីឬឈាមទាស្រេកទឹកខ្លាំងទាច្រើនស្លាប់ដោយរមួលកទៅក្រោយឬទៅចំហៀងខ្លួនការឆ្លងរាលដាលវីរុសនៃជំងឺបេះទាចេញពីដងខ្លួនសត្វមកក្រៅតាមរយៈលាមកឬសារធាតុរាវផ្សេងៗចេញពីខ្លួនសត្វឈឺឬស្លាប់ចូលទៅក្នុងទឹកចំណីដែលបណ្ដាលឲ្យឆ្លងទៅទាផ្សេងៗនិងសត្វកកេរដទៃទៀតនាំឲ្យមេរោគបង្កជំងឺពីមួយកន្លែងទៅមួយកន្លែងទៀតវិធីសាស្ត្រព្យាបាលនិងការពារពុំមានថ្នាំព្យាបាលនោះទេព្រោះជំងឺនេះបណ្ដាលមកពីវីរុសយើងត្រូវចាក់វ៉ាក់សាំងការពារជំងឺបេះទាទិញកូនទាពីកន្លែងដែលគ្មានជំងឺនិងត្រូវធ្វើអនាម័យដោយលាងសម្អាតស្នូកចំណីស្នូកទឹកនិងហាមសត្វបក្សីផ្សេងៗចូលទៅក្នុងទ្រុងទាឥឡូវនេះយើងស្វែងយល់អំពីតម្លៃនិងទីផ្សារវិញម្ដងចំពោះតម្លៃឈ្មួញប្រម៉ូទទិញទាក្នុងតម្លៃបោះដុំថេពេញមួយឆ្នាំគឺចន្លោះពី7,000ទៅ9,000រៀលនៅក្នុង1គីឡូក្រាមទីផ្សារវិញយើងអាចលក់ទាតៃវ៉ាន់សាច់រស់ចេញទៅឈ្មួញកណ្ដាលដែលមកយកដល់កសិដ្ឋានទៅលក់បន្តនៅភ្នំពេញនិងចែកចាញ់តាមទីជនបទនិងទីផ្សារឥឡូវនេះយើងស្វែងយល់អំពីគម្រោងនៃការចិញ្ចឹមទាតៃវ៉ាន់ចំនួន 2,000 ក្បាលក្នុងមួយវគ្គគម្រោងចិញ្ចឹមទាតៃវ៉ាន់នេះត្រូវបានក្រុមការងារចុះសិក្សាផ្ទាល់នៅកសិដ្ឋានដោយប្រើទំហំផ្ទៃដីកសិដ្ឋានសរុបកន្លះហិកតានិងចិញ្ចឹម4វគ្គផ្ទង់មួយឆ្នាំដោយមួយវគ្គប្រើពេល50ទៅ60ថ្ងៃនិងទុកទង់ឲ្យទំនេររយៈពេលកន្លះខែទៅ1ខែដើម្បីសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគទំហំទ្រុងទទឹង10ម៉ែត្រនិងបណ្ដោយ60ម៉ែត្រដោយយើងចំណាយទុនដំបូងអស់ចំនួន43លាន65,000រៀលដោយចំណាយទាំងនោះរួមមានចំណាយទៅលើការរៀបចំទ្រុងរបងនិងឧបករណ៍សម្ភារៈផ្សេងៗអស់ចំនួន12លាន777,500រៀលនិងចំណាយទៅលើការចិញ្ចឹមថែទាំចំណីនិងថ្នាំអស់ចំនួន30លាន28,700រៀលការប្រមូលផលទាតៃវ៉ាន់ដោយផ្អែកលើនិន្នាការតម្លៃនិងអត្រាស្លាប់កូនទាតៃវ៉ាន់អាយុក្រោមមួយសប្តាហ៍5ទៅ15% នៃទាសរុបទាតៃវ៉ាន់សាច់អាចមានទម្ងន់ចន្លោះពី 2,5 ទៅ 3,5 គីឡូក្រាមក្នុងមួយក្បាលជាមធ្យមទម្ងន់ទាតៃវ៉ាន់សាច់មានទម្ងន់3គីឡូក្រាមក្នុងមួយក្បាលសម្រាប់ការចិញ្ចឹមរយៈពេល60ថ្ងៃអត្រាបាត់បង់ជាមធ្យមអាចមានចន្លោះពី5ទៅ15% គឺអាស្រ័យទៅលើការថែទាំចំណីទឹកនិងពូជតាមរយៈការសិក្សាកសិដ្ឋានចិញ្ចឹមទាតៃវ៉ាន់មានអត្រាបាត់បង់ 10% នៃចំនួនទាសរុបការចិញ្ចឹមទាតៃវ៉ាន់ក្នុងមួយវគ្គមានរយៈពេលជាង2ខែដោយទុកចន្លោះរយៈពេល1ខែដើម្បីសម្អាតទ្រុងនិងប្រើថ្នាំសម្លាប់មេរោគមុនដាក់កូនទាតៃវ៉ាន់ថ្មីចូលចិញ្ចឹមដូច្នេះអាចចិញ្ចឹមបានចំនួន4វគ្គក្នុងមួយឆ្នាំការវិភាគសេដ្ឋកិច្ចលើការចិញ្ចឹមទាតៃវ៉ាន់សាច់ចំនួន 2,000 ក្បាលក្នុងមួយវគ្គដោយយើងគិតជាមធ្យមទាមួយក្បាលមានទម្ងន់3គីឡូក្រាមហើយតម្លៃលក់ចេញជាមធ្យម 8,000 រៀលនៅក្នុង1គីឡូក្រាមដោយយើងគិតថា
កូនទាដែលយើងដាក់ចិញ្ចឹមចំនួន 2000 ក្បាលនេះរហូតដល់លក់ជាទាសាច់អាចនៅសល់ចំនួន 1800 ក្បាលដូច្នេះយើងទទួលបានប្រាក់ចំណូលសរុបពីការលក់ទាសាច់ចំនួន 1800 ក្បាលនេះបានទឹកប្រាក់សរុប 43 លាន 20 ម៉ឺនរៀល ដោយយើងគិតទៅលើចំណាយវិញម្ដងចំណាយយើងបែងចែកជាពីរគឺចំណាយប្រែប្រួលនិងចំណាយថេរចំណាយប្រែប្រួលយើងគិតទៅលើការចំណាយទៅលើការទិញពូជទាចំណីទាសាច់ថ្លៃភ្លើងថ្នាំវីតាមីនវ៉ាក់សាំងផ្សេងអស់ចំនួន 30 លាន 28,7500 រៀលនិងចំណាយថេរឬចំណាយមិនប្រែប្រួលយើងចំណាយទៅលើការសាងសង់ទ្រុងធ្វើរបងស្នូកទឹកស្នូកចំណីនិងអំពូលកម្ដៅជាដើមដោយចំណាយប្រាក់អស់សរុបចំនួន 12 លាន 77,7500 រៀលដូច្នេះក្នុងការចិញ្ចឹមទាតៃវ៉ាន់សាច់មួយវគ្គដែលមានទាចំនួន 2000 ក្បាលយើងទទួលបានប្រាក់ចំណេញសរុប 12 លាន 44,1208 រៀលជារួមមកទាតៃវ៉ាន់ជាបក្សីធំធាត់លឿនធន់ខ្លាំងទៅនឹងអាកាសធាតុត្រជាក់ងាយស្រួលចិញ្ចឹមនិងផ្ដល់ចំណីព្រមទាំងមានទីផ្សារល្អទាំងបោះដុំនិងលក់រាយតាមការចុះសិក្សាជាក់ស្ដែងការចិញ្ចឹមទាតៃវ៉ាន់របស់កសិករនៅខេត្តកណ្ដាលលើការចិញ្ចឹមទាតៃវ៉ាន់សាច់ 2000 ក្បាលដោយប្រើពេល2ខែក្នុងមួយវគ្គទទួលបានទម្ងន់ជាមធ្យម 3 គីឡូក្រាមក្នុងមួយក្បាលស្មើនឹង 24,000 រៀលក្នុងមួយក្បាលដោយចំណាយថ្លៃដើមផលិត 17,088 រៀលក្នុងមួយក្បាលទទួលបានប្រាក់ចំណេញប្រមាណ 6,912 រៀលក្នុងមួយក្បាលក្នុងមួយវគ្គកសិករអាចទទួលបានប្រាក់ចំណេញជាង 12 លានរៀលប៉ុន្តែប្រាក់ចំណេញអាចប្រែប្រួលអាស្រ័យទៅលើអត្រាបាត់បង់និងតម្លៃលក់នៅលើទីផ្សារដើម្បីទទួលបានប្រាក់ចំណេញច្រើនកសិករគួរគិតគូរលើកត្តាចាំបាច់មួយចំនួនដូចជាការជ្រើសរើសកូនទាពូជការថែទាំដោយធ្វើអនាម័យស្នូកទឹកចំណីនិងអាងទឹកសម្រាប់ទាចុះសម្អាតខ្លួនគុណភាពចំណីសមស្របនិងតម្លៃធ្វើកម្មវិធីវ៉ាក់សាំងឲ្យបានទៀងទាត់និងមានទីផ្សារបោះដុំច្បាស់លាស់